ហើយអ្នកជឿទេថាមានប្រាសាទមួយនៅកម្ពុជាដែលមិនត្រូវបានសាងសង់ដោយព្រះមហាក្សត្រប្រាសាទនេះមានទំហំតូចជាងអង្គរវត្តប៉ុន្តែត្រូវបានអ្នកស្រាវជ្រាវជាច្រើនអ្នកចាត់ទុកថាជាស្នាដៃសិល្បៈដ៏ល្អឯកបំផុតរបស់អាណាចក្រខ្មែរអ្វីដែលកាន់តែអស្ចារ្យនោះគឺចម្លាក់របស់វានៅតែមានភាពល្អិតល្អន់ស្ទើរមិនគួរឲ្យជឿទោះបីជាមានអាយុកាលជាង 1000 ឆ្នាំក៏ដោយប្រាសាទបន្ទាយស្រីស្ថិតនៅភាគខាងជើងនៃខេត្តសៀមរាបចម្ងាយប្រមាណ25គីឡូម៉ែត្រពីតំបន់អង្គរប្រាសាទនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ967នៃគ្រិស្តសករាជអ្វីដែលធ្វើឲ្យប្រាសាទនេះមានលក្ខណៈពិសេសគឺវាមិនត្រូវបានសាងសង់ដោយព្រះមហាក្សត្រទេផ្ទុយទៅវិញវាត្រូវបានសាងសង់ដោយព្រាហ្មណ៍ម្នាក់ដែលជាគ្រូរបស់ព្រះរាជានេះគឺជារឿងដ៏កម្រមួយនៅប្រវត្តិសាស្ត្រខ្មែរព្រោះប្រាសាទធំៗភាគច្រើនតែងតែសាងសង់ដោយព្រះមហាក្សត្របើអ្នកឈរនៅមុខប្រាសាទបន្ទាយស្រីអ្នកនឹងសង្កេតឃើញថាថ្មរបស់វាមានពណ៌ផ្កាឈូកស្រស់ស្អាតប្រាសាទនេះត្រូវបានសាងសង់ពីថ្មភក់ពណ៌ផ្កាឈូកដែលងាយស្រួលឆ្លាក់ជាងថ្មប្រភេទផ្សេងៗដោយសារតែបែបនេះសិល្បករខ្មែរបុរាណអាចឆ្លាក់លម្អិតបានយ៉ាងអស្ចារ្យទោះបីជាមើលពីចម្ងាយឬជិតក៏ដោយអ្នកអាចមើលឃើញក្បាច់ផ្ការូបទេវតានិងរឿងព្រេងបុរាណដែលត្រូវបានឆ្លាក់យ៉ាងប្រណិតមនុស្សជាច្រើនតែងតែសួរថាហេតុអ្វីបានជាប្រាសាទនេះមានឈ្មោះថាបន្ទាយស្រីមានការយល់ឃើញមួយថាឈ្មោះនេះកើតឡើងដោយសារចម្លាក់ទាំងឡាយមានភាពទន់ភ្លន់និងល្អិតល្អន់ខ្លាំងភាពស្រស់ស្អាតនេះធ្វើឲ្យមនុស្សជំនាន់ក្រោយប្រៀបធៀបវាទៅនឹងស្នាដៃរបស់ស្ត្រីទោះជាយ៉ាងណាប្រភពដើមនៃឈ្មោះនេះនៅតែជាប្រធានបទដែលមានការពិភាក្សារហូតមកដល់សព្វថ្ងៃប្រាសាទបន្ទាយស្រីមិនត្រឹមតែជាសំណង់ថ្មប៉ុណ្ណោះទេនៅលើជញ្ជាំងនិងហោជាងជាច្រើនមានរឿងរ៉ាវពីសាសនាហិណ្ឌូចម្លាក់ទាំងនេះបង្ហាញពីទេវតាវីរបុរសនិងព្រឹត្តិការណ៍សំខាន់ៗក្នុងទេវកថាបុរាណនេះជាហេតុដែលអ្នកស្រាវជ្រាវនិងភ្ញៀវទេសចរជាច្រើនចំណាយពេលរាប់ម៉ោងដើម្បីសិក្សាលម្អិតនៅលើជញ្ជាំងនីមួយៗជាង 1000 ឆ្នាំបានកន្លងផុតទៅប្រាសាទបន្ទាយស្រីនៅតែឈរយ៉ាងរឹងមាំកណ្ដាលទឹកដីខ្មែរចម្លាក់ជាច្រើននៅតែអាចមើលឃើញយ៉ាងច្បាស់ទោះបីជាបានឆ្លងកាត់ខ្យល់ភ្លៀងនិងពេលវេលាច្រើនសតវត្សក៏ដោយនេះគឺជាភស្តុតាងមួយដែលបង្ហាញពីជំនាញស្ថាបត្យកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរប្រាសាទបន្ទាយស្រីមិនមែនគ្រាន់តែជាប្រាសាទបុរាណមួយប៉ុណ្ណោះទេវាគឺជាស្នាដៃសិល្បៈដ៏អស្ចារ្យដែលបន្សល់ទុកពីអរិយធម៌ខ្មែរហើយរហូតមកដល់សព្វថ្ងៃវានៅតែជាអាថ៌កំបាំងនិងភាពអស្ចារ្យដែលទាក់ទាញមនុស្សជុំវិញពិភពលោកសម្រាប់រឿងរ៉ាវនិងអាថ៌កំបាំងប្រាសាទខ្មែរបន្ថែមទៀតសូម Subscribe និង Follow Channel អាថ៌កំបាំងប្រាសាទខ្មែរជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ